ជំរាបសួរនិងសួស្តីអ្នកនរគ្នាvừaមកជួបខ្ញុំសាជាថ្មីនៅក្នុងវីដេអូដែលនិយាយអំពី DNS server អញ្ចឹង DNS server ខ្ញុំធ្វើនៅលើ Windows ដំបូងបំផុតយើងចូលទៅ server manager បន្ទាប់មករកពាក្យ tool ហើយបន្ទាប់មកអ្នកនរគ្នារកពាក្យ DNS អញ្ចឹងចុចលើពាក្យ DNS ហ្នឹងមកបន្ទាប់ពីចុចពាក្យ DNS ហ្នឹងហើយយើងនឹងឃើញផ្ទាំងបែបនេះមកអញ្ចឹង zone យើងមាន2មាន forward zone ជាមួយនឹង reverse zone អញ្ចឹងដោយសារតែខ្ញុំបង្កើតហើយបានមួយមុនហើយអញ្ចឹងវាមាន zone មួយហើយបន្ទាប់មកទៀតខ្ញុំចង់បង្កើត zone ថ្មីអញ្ចឹងគាត់ដាក់ new zone មកហើយចុចពាក្យ next បន្ទាប់មកតនេះខ្ញុំអត់យកទេហើយចូលមកទៀតចុចពាក្យ next ទៀតមកបន្ទាប់មកទៀតត្រង់នេះយើងដាក់ឈ្មោះ zone ដែលយើងចង់បង្កើតថ្មីហ្នឹងមកខ្ញុំដាក់ឈ្មោះខ្ញុំហ្មងទៅខ្ញុំដាក់ឈ្មោះស្រីភ័ណ្ឌ .com អញ្ចឹងស្រីភ័ណ្ឌ .com មកបន្ទាប់ពីដាក់ឈ្មោះ0ហើយយើងចុច next ទៀតមកនេះឲ្យចុច next ទៀតហើយបន្ទាប់ពីនេះខ្ញុំយក allow ចុចលើពាក្យហ្នឹងមកហើយបន្ទាប់មកចុចពាក្យ next អញ្ចឹងយើងបានបង្កើត0តែ0ហ្នឹងជា forward zone អញ្ចឹងចុច free នេះមកយើងបង្កើតហើយអញ្ចឹងវា load ឲ្យស្រីភ័ណ្ឌ .com មិញ .com មិញនៅលើហើយនៅលើforward zone យើងហើយអញ្ចឹងបន្ទាប់ពីយើងបង្កើត forward zone ហើយខ្ញុំ add new host ឲ្យវាអញ្ចឹងខ្ញុំចុចពាក្យ new host មកខ្ញុំដាក់ឈ្មោះឲ្យវា name www ហើយ IP address របស់វាខ្ញុំទៅ CMD របស់យើងដើម្បីរក IP address អញ្ចឹងដែលប្រើ comment IP config អញ្ចឹងដាក់ comment IP config ហើយអញ្ចឹងនេះអញ្ចឹងIP របស់យើងគឺ 192.168 ចុច 192.168 ចុច 2 ចុច 100 អញ្ចឹងយើងដាក់ add host មកជាការស្រេចហើយខ្ញុំដាក់ថា success ហើយតោះមកយើងចុចខ្វែងមកអញ្ចឹងបន្ទាប់ពីយើងដាក់ add host នៅ forward lookup zone ហើយយើងទៅបង្កើត reverse zone ម្ដងអញ្ចឹងយើងគាត់ទៅ click មកស្ដាំមកដោយសារនេះខ្ញុំបង្កើតវាម្ដងហើយអញ្ចឹងខ្ញុំបង្កើត new zone មកចុចពាក្យ next ហើយបន្តមកទៀតត្រង់នេះខ្ញុំមកដាក់ store ទៅអ្នកនរគ្នាអញ្ចឹងចុច next ទៀតមកហើយចុច next ទៀតតែត្រង់នេះដាក់ IP របស់យើងដាក់3ខ្ទង់បានហើយអញ្ចឹងខ្ញុំដាក់ 192.168 ហើយ 2 អញ្ចឹងយើងដាក់តែ3ខ្ទង់ហ្នឹងឯងហើយបន្ទាប់ពីដាក់ហ្នឹងហើយយើងដាក់ next មកហើយ create a new file with name ហ្នឹងហ្មងអញ្ចឹងចុច next ទៀតហើយរកពី allow board នឹងមកហើយចុច next ទៀតបន្ទាប់ពីអញ្ចឹងហើយវាបង្កើត reverse zone ឲ្យអញ្ចឹងដោយសារខ្ញុំបង្កើត reverse zone ម្ដងហើយ IP អញ្ចឹងវាដាក់ថា the zone cannot create ព្រោះវា create ម្ដងហើយបន្តមកទៀតយើង add new pointer ទៅនៅកន្លែង reverse zone អញ្ចឹងយើងចុចត្រង់ហ្នឹងមកអានេះយើងដាក់អីគេ hash IP address យើងដាក់ដដែលមកហើយបន្ទាប់មក hash name នេះយើងទៅយកពី forward zone អញ្ចឹងយើងចុចអាហ្នឹងមកហើយយកឈ្មោះខ្ញុំហើយចុច OK មកបន្ទាប់ពីចុច OK ហើយយើងបានដាក់ pointer វាហើយអញ្ចឹងខ្ញុំទៅបន្ទាប់ពីធ្វើបែបនេះហើយអញ្ចឹងខ្ញុំទៅ CMD ហើយវាយ comment ns lookup ដើម្បីមើលថាតើយើងមើលថាបើវាមកនៅ IP ហ្នឹងហើយឈ្មោះដែលយើងបង្កើតមកមិញហ្នឹងគឺបានហើយនៅ chứ nhưng vậy
ពាក្យ www មិនមក www.srayphone.com ហ្នឹងមកអញ្ចឹងវា load មកនៅ DNS request មកហើយគឺអីគេ www.srayphone.com ជាមួយនឹង address របស់វានៅក្នុងវីដេអូនេះដែរក៏មានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលមើលពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណ